បងប្អូនអើយខែភ្លៀងចេះងាកទៅកន្ទិនប្រហុកនេះវាថាខ្ញុំនេះស្រក់ទឹកមាត់បាត់ទៅហើយបងប្អូនជើងថ្ងៃនេះនាងខ្ញុំសុំប្រហុកមួយថ្ងៃទៀតហើយបងប្អូនអើយធ្លាប់លឺតែប្រហុកអាំងលើជ្រុញបងប្អូនតែថ្ងៃនេះនាងខ្ញុំអាំងប្រហុកលើមាន់ម្ដងមើលបងប្អូនហើយរបៀបធ្វើនោះគឺអត់ពិបាកទេនាងខ្ញុំមានមាន់ស្រែមួយដាក់ស្ងោរទឹកដូងចោលរួចហើយក៏មកច្រាំប្រហុកហើយនឹងមានជាមួយនឹងសាច់ជ្រូក3ជាន់បន្តិចមកបងប្អូនច្រាំចូលគ្នាហើយអាគ្រឿងនោះមានកលឹកគ្រៃមានម្ទេសមានខ្ទឹមក្រហមខ្ទឹមសរំដេងបន្តិចស្លឹកក្រូចបន្តិចច្រាំឲ្យម៉ត់ចូលគ្នាបងប្អូនចាចាំយើងដាក់គ្រឿងទេសរបស់យើងគ្រឿងទេសគឺថាមានប៊ីចេងជាមួយនឹងម្សៅស៊ុបហើយប្រហុកច្រាំចោលអត់បានទេគឺថាស្ករត្នោតបងប្អូនអូយចានេះខ្ញុំដាក់ពីស្ព្រីទៅប្រហុកយើងតែរៀងប្រៃបងប្អូនចាចុកឡើងដោយសារអីយើងច្រាំមកហើយចាដើម្បីឲ្យស្ករគ្រឿងផ្សំរបស់យើងនោះគឺបានចូលជាតិគ្នាល្អជាការស្រេចខែតិចធ្លាក់ភ្លៀងអញ្ចេះបងប្អូនបានលក់ខ្ចីចាំមើលថាបាយចុកទៀតហើយនឹងខ្ញុំនោះយើងបានចូលជាតិល្អហើយបងប្អូនចានេះខ្ញុំទៅធ្វើការលាបខាងក្រៅចាដើម្បីឲ្យយើងអាំងទៅវាមានពណ៌ក្រៅស្អាតដែរបងប្អូនចាហើយមកហូបមួយមុខនេះខ្ញុំដាក់ឈ្មោះឲ្យប្រហុកអាំងលើមាន់មិនមែនប្រហុកលើជ្រុញទេបងប្អូនចាអែមណែនោះមិនចេះហ្មងមួយមុខនេះចាហើយនេះខ្ញុំក៏បានយកស្លឹកល្មៀតក្រាជុំវិញដើម្បីដាក់ថ្លើមដាក់កោះដាក់ជើងអាំងពីលើហើយជះក្លិនក្នុងការអាំងវាឈ្ងុយបងប្អូនចាប្រាប់ការអាំងខ្ញុំដាក់ក្នុងម៉ាស៊ីនតែហ្មងដើម្បីវាឆ្អិនសព្វហើយងាយស្រួលបងប្អូនចាអត់យូរទេអាំងប្រហែល20នាទីគឺបានញ៉ាំហើយបងប្អូនចារួចរាល់ហើយវាថាឈ្ងុយជះក្លិនពេញផ្ទះបងប្អូនបើកមកវាធំស្លឹកល្មៀតបងប្អូនអូយអែមណាស់មិនទាន់បានញ៉ាំទេប៉ុន្តែមានអារម្មណ៍ថាស្រក់ទឹកមាត់តក់បាត់ទៅហើយនិយាយពីលក់យើងខែនេះបងប្អូនអើយទៅផ្សារស្រស់បំប្រងចាមានតកួនស្រែមានជាមួយពពាយមានជាមួយទ្រាប់ស្រួយចាមានជាមួយកាឆែតមានជាមួយនឹងសណ្តែកគួរតសក់អូយស្ពៃក្តោបអីហ្នឹងបងប្អូនអូយចៃលវីលវក់តំងយីទៅថាច្រឡុចមកជាតិណាបងប្អូនបាយដៃយីពីឆ្ងាញ់អូឆ្ងាញ់ខំចំជាមួយគល់ក្រៃតិចស្លឹកក្រូចសើចតិចរំដេងតិចអូយខ្ញុំនិយាយមែន2ចានក៏អត់ឆ្អែតដែរហើយមាន់យើងហ្នឹងគឺថាបានមាន់សាច់ស្វិតណាមាន់ស្រែយើងបងប្អូនអូជាតិនោះជាតិហើយមាន់ណាបងប្អូនកុំភ្លេចយកស្ងោរទឹកដូងសិនណាបងប្អូនចាព្រោះយើងអាំងទៅឲ្យវាឆ្អិនបានល្អកណាដែលយើងអត់ស្ងោរសិនយកមកអាំងលើប្រហុកឆាប់ឆ្អិនណាបងប្អូនចាអញ្ចឹងមាន់យើងអាចបានឆ្អិនល្អទេបងប្អូនអាចសាច់ធ្វើបានបងប្អូនមកមុខនេះខ្ញុំហ៊ានធានាថាលឹកដៃបងប្អូនហើយក៏អត់បាក់ធ្វើដែរបងប្អូនធ្វើតែតាមនាងខ្ញុំបើមិនឆ្ងាញ់ទេមកជេរនាងខ្ញុំចាឆ្ងាញ់ពិតមែនបងប្អូនអើយចុះបាយណាស់សាច់មាន់ស្វិតត្រូវជាមួយអាប្រហុកស្អុយហ្នឹងអូយអ្នកឲ្យអ្នកបងប្អូនកុំប្រើស្ព្រីបងប្អូនប្រើដៃបងប្អូនអូឆ្ងាញ់មែនអាកាឆែតស្អុយចលក់ជាមួយនឹងអាប្រហុកហ្នឹងនិយាយទៅញ៉ាំតែប្រហុកក៏ឆ្ងាញ់ចាហើយបើបានមាន់អាំងជាមួយចេះទៀតអែមតែមកបងប្អូនមិនដឹងនិយាយថាម៉េចទេបងប្អូនសាកធ្វើបានបងប្អូនណាចាឆ្ងាញ់ណាស់ជីរ៉ាបាយក៏បាននេះថាដាក់ជាក់ទៀតកាន់តែល្អចឹងណាចាហើយមកហូបមួយមុខនេះទាំងចាស់ទាំងក្មេងមានតានីបើកូននេះខ្ញុំមិនចូលចិត្តញ៉ាំហិលបងប្អូនចាអញ្ចឹងគាត់ក៏ត្រូវចាបើថាប្តីរឹតតែត្រូវប្រុសហ៎ចាព្រោះម៉ាក់ក្មេងនេះខ្ញុំគឺថាគាត់ញ៉ាំមាន់កាលគាត់សូវមានទៅវិញគាត់បានប្រហុកនឹងបងប្អូនចាជ្រលក់ជាមួយរបស់ស្រួយហ្នឹងអូយបងប្អូនគាត់ថាអើយម៉ែច្បល់បាយជាមួយប្រហុកឆ្ងាញ់ណាស់កូនអើយវីដេអូនេះខ្ញុំក៏ត្រូវបានបញ្ចប់អរគុណបងប្អូនដែលទស្សនាវីដេអូនេះខ្ញុំតាំងពីដើមរហូតចប់បាយបាយ